សួស្តីអ្នកទាំងអស់គ្នាបើបានទៅលេងនៅខេត្តបាត់ដំបងកុំភ្លេចចូលទៅសាកញ៉ាំកាហ្វេនៅហាងមួយដែលគេតុបតែងបែប vibe ជប៉ុនឈ្មោះថា Kayo និយាយទៅការតុបតែងរបស់គេពិតជាស្អាតមែនតាំងពីនៅខាងក្រៅរហូតទៅដល់ក្នុងឡើងមានពណ៌បៃតងខៀវស្ងាត់ហើយមានត្រីមានទឹកមានអីហ្នឹងហើយនិយាយទៅត្រជាក់ហើយគេមានបាញ់ផ្សែងបាញ់អីនិយាយទៅស្អាតហ្មងអ្នកដែលចូលចិត្តថតរូបអីមកហ្នឹងគឺត្រូវហើយនិយាយពីតម្លៃកាហ្វេគេនៅហ្នឹងក៏មិនជាថ្លៃហ្មងដែរមានតម្លៃ 10000 អីហ្នឹងហើយយើងអាចអង្គុយឈៀលអីនៅហ្នឹងបានថតរូបមើលទេសភាពអីហ្នឹងឯងហើយភេសជ្ជៈរបស់គេក៏គួរសមឆ្ងាញ់អាចទទួលយកបានចាអញ្ចឹងអត់មានអីទៀតទេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកនរគ្នារីករាយតាមដានទស្សនាហើយកុំភ្លេចបើបានទៅដល់ហើយកុំភ្លេចចូលទៅញ៉ាំកាហ្វេនៅហ្នឹងផងហើយថតរូបថតអីដូចនៅក្នុងវីដេអូនេះចឹងអូខេអរគុណច្រើនបាយបាយ